បាទសួស្តីបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់ការវិភាគហាន់ឆេងមាននៅថ្ងៃទី13ខែ8ឆ្នាំ2026បាទនៅវេលាម៉ោង9:40នាទីបាទអញ្ចឹងយើងឃើញថាមានការប្រយុទ្ធមិញមានការហក់ចុះហក់ឡើងលឿនខ្លាំងមែនទែនបាទរហូតដល់ជិត100លេខឡើង50លេខចឹងហើយនឹងចុះ50លេខចឹងដូចគ្នាដែរអញ្ចឹងក្នុងតាមព្រេង1នាទីអញ្ចឹងបើសិនជាយើងមើលកលេសទៅមើលព័ត៌មាន CPI យុគមិញយើងឃើញថាតាក់ទងនឹងព័ត៌មាន CPI យុគមិញគឺមានន័យថាគឺស្មើក្នុងការរំពឹងទុកមានន័យថាបើសិនជាតំណែងជាក់ស្ដែងច្រើនមកជាងការរំពឹងទុកគឺមានថាដុល្លារនឹងល្អប៉ុន្តែជាក់ស្ដែងចេញមកគឺដូចគ្នាបងប្អូនបាទគឺស្មើគ្នានឹងអ្វីដែលទីផ្សារកំពុងតែរំពឹងទុកបាទអញ្ចឹងទីផ្អែកមិញគឺមានការហក់ចុះហក់ឡើងបាទឡើងស៊ីលើស៊ីក្រមបាទភាសាអ្នកត្រេកហៅថាស៊ីលើស៊ីក្រមបាទអញ្ចឹងខ្ញុំសូមមកមើលព័ត៌មានបន្តិចតាក់ទងនឹងព័ត៌មានតាក់ទងនឹងមាសបាទក្នុងថ្ងៃហ្នឹងបាទអញ្ចឹងគឺព័ត៌មានមកថ្មីទេក្រៅក្រៅបើសិនជាបងប្អូនចាំបានគឺវេណេស៊ុយឡាបាទបើសិនជាបងប្អូនចាំបានគឺប្រទេសវេណេស៊ុយឡាដែលលោកដូណាល់ត្រាំបានបញ្ជាឲ្យចាប់ទៅលើប្រធានាធិបតីលោកវេណេស៊ុយឡាកាលពីប្រហែលខែមុនហ្នឹងបងប្អូនបាទអញ្ចឹងឥឡូវនេះគឺវេណេស៊ុយឡាត្រូវការអីគេបងប្អូនត្រូវការទិញមាសបាទត្រូវការមាសសម្រាប់ស្ដារប្រទេសកំពុងតែផ្ដោតទៅលើការស្ដារប្រទេសឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ការរំជួយដីធ្លុនខូននិងអធិបតេយ្យកើនឡើងវិញបាទកើនឡើងខ្លាំងបាទរដ្ឋបាលកំពុងព្យាយាមទាមទារយកមាសប្រមាណ31តោនដែលប្រហែលតម្លៃ4000លាននិងកំពុងរក្សាទុកក្នុងធនាគារកណ្ដាលអង្គខ្លះបាទអញ្ចឹងគឺវេណេស៊ុយឡាកំពុងតែធ្វើការស្ដាប់ទេដូចបងប្អូនដឹងស្រាប់ហើយគឺមាសគេទិញទុកឬគេទិញមន្តកលសម្រាប់ឲ្យមានស្ថិរភាពនៅក្នុងប្រទេសនីមួយៗអញ្ចឹងកាលណាប្រទេសនីមួយៗជួយបាត់សេដ្ឋកិច្ចគឺគេនឹងធ្វើគេហៅថាលក់មាសឬមួយបញ្ចេញមាសដើម្បីទប់ស្កាត់នៅលើបញ្ហាសេដ្ឋកិច្ចបាទអញ្ចឹងអតិប្រមាណរបស់វេណេស៊ុយឡាក្នុងខែកក្កដាគឺកើនឡើងរហូតដល់ 14.9% ក្នុងមួយខែខណៈដែលអតិប្រមាណប្រចាំឆ្នាំឡើងរហូតប្រហែល 5.75 ក្នុងខែណាបាទនេះបង្ហាញថានៅពេលដែលប្រទេសប្រឈមនឹងអតិប្រមាណខ្លាំងពីបាត់សេដ្ឋកិច្ចមាសអាចចាត់ទុកជាទ្រព្យសម្បត្តិសម្រាប់រក្សាតម្លៃនិងជាទុនបម្រុងសំខាន់បាទអញ្ចឹងបងប្អូននឹងស្រាប់គឺមាសគឺជាទុនបម្រុងសំខាន់សម្រាប់ប្រទេសនីមួយៗបាទអញ្ចឹងយើងក៏លេខមកមើល CPI មិញបាទយើងដឹងស្រាប់ហើយគឺមុននឹងខ្ញុំបាននិយាយទៅហើយតើតើនឹងបន្ទាប់ពីមានទិន្នន័យរបស់ CPI ចេញមកគឺគេហៅថាការរំពឹងទុកអំពីការដំណើរត្រកប្រាក់របស់ Fed នៅខែកញ្ញាគឺមានការថយចុះបាទអញ្ចឹងកាលណាតើវាមានតើតើនឹងការដំណើរត្រកប្រាក់មានការថយចុះគឺវានឹងទៅជាឥទ្ធិពលទៅលើមាសបន្ថែមទៀតវាអាចនឹងមានការធ្លាក់ចុះហ្នឹងsorry បាទបើសិនជាមានគេហៅថាបើសិនជាមានការរំពឹងទុកទៅនឹងការតឡាត្រកប្រាក់ច្រើនគឺមាននឹងធ្លាក់ចុះប៉ុន្តែបើសិនជាបន្ថយមកវិញគឺមានអាចនឹងបន្តការឡើងទៀតបាទអញ្ចឹងយើងឃើញថាទាំង non farm ទាំង CPI គឺមានការហក់ចុះហក់ឡើងបាទអញ្ចឹងគឺអាហ្នឹងគឺប្រាប់ scenario ថាម៉េចបងប្អូនគឺ scenario គឺបានប្រាប់យើងថាទីផ្សារឥឡូវគឺអត់មានការប្រកបវិជ្ជាបាទទាក់ទងនឹងអេរ៉ង់ក៏ដែរបាទទាក់ទងនឹងសិទ្ធិមុខក៏ដែរបាទអញ្ចឹងគឺវាអត់មានការប្រកបវិជ្ជាណាមួយសម្បីតែឥឡូវនេះយើងមានព័ត៌មានទាក់ទងនឹងការចរចាណាមួយក្នុងជាមួយនឹងប្រទេសអេរ៉ង់ប៉ុន្តែយើងអត់ទាន់ឃើញជាសេចក្តីគេហៅថាជា agreement ណាមួយដែលវាជាផ្លូវការបាទអញ្ចឹងយើងឃើញថាប្រជុំ12នៅតែវាមានបញ្ហាវិបត្តិនយោបាយឬវិបត្តិភូមិសាស្ត្រនយោបាយហើយនឹងមានបញ្ហាទាក់ទងនឹងសង្គ្រាមផងដែរបាទអញ្ចឹងព័ត៌មានទី3គឺទាក់ទងនឹងការមាសកំពុងតែសាកល្បងថ្មីមានន័យថាកំពុងតែឡើងទៅរកតម្លៃដែលខ្ពស់បំផុតគឺក្នុងអាយុមិញឡើងដល់4430ជាងបាទ36 37បាទឡើងទៅដល់នេះបាទបងបាទអញ្ចឹងគឺឃើញថាយុមិញមានការហក់ឡើងខ្លាំងមែនទែនបាទដូចជានៅ4141បាទ4141នៅចន្លោះ4141និង4430អញ្ចឹងនៅនេះអានេះគឺជាទម្រង់ពេលដែល CPI ចេញកាលពីយុគមិញបាទនេះឃើញមកកូននេះបងប្អូនបាទនេះមកកូននេះគេហៅថាស៊ីលើស៊ីក្រមបាទអញ្ចឹងត្រឡប់វិញនេះអ្វីដែលជាការភាគខ្ញុំថ្ងៃហ្នឹងបាទប៉ុន្តែខ្ញុំមានការភាគការពីម្សិលមិញមើលបើសិនជាបងប្អូនបានមើលទៅលើវីដេអូរបស់ខ្ញុំពីភាគម្សិលមិញបងប្អូននឹងឃើញថាការភាគរបស់ខ្ញុំម្សិលមិញគឺ hit TPR មកគឺខ្ញុំឲ្យបងប្អូនបាយនៅចន្លោះ4420នៅចន្លោះមួយហ្នឹងបាទចន្លោះ4120និង4100បាទចន្លោះមួយហ្នឹងអញ្ចឹងយើងឃើញថាការដែលយើងមានការវិភាគបែបហ្នឹងយើងមានគេហៅទិន្នន័យបែបហ្នឹងគឺជួយយើងធ្វើការវិភាគបានស៊ីជម្រៅជាងមុនបាទអញ្ចឹងឥឡូវយើងមកមើលតើតើនឹងព័ត៌មានក្នុងថ្ងៃហ្នឹងបាទអញ្ចឹងក្នុងថ្ងៃហ្នឹងខ្ញុំសូមបិទតើតើនឹង indicator មួយនឹងសិនបាទអញ្ចឹងព័ត៌មាននៅក្នុងថ្ងៃហ្នឹងយើងឃើញថាក្នុងរយៈពេលថ្ងៃទី5ទី6ទី7ទី8ហើយមានការកើនឡើងប៉ុន្តែផ្លែកអីនៅក្នុង technical ថ្ងៃហ្នឹងគឺយើងឃើញថាប៉ុណ្្នឹងទេបាទមានន័យថា technical គឺយើងឃើញនៅក្នុងកញ្ចប់ហ្នឹងទេក្នុងរយៈពេល3ថ្ងៃក្នុងសប្តាហ៍ហ្នឹងឃើញថាវាចាប់ដើមអីគេบอกបាទវាចាប់ដើមអស់លំហូរនៃការលក់បាទsorryនៃការទិញបាទអញ្ចឹងយើងមកមើលtechnical មួយទៀតដែលយើងឃើញថាជាទូទៅពេលណាដែលមាសវាចាប់ដើមអស់លំហូរបាយបាទយើងនិយាយស្រួលទៅថាអស់លំហូរបាយវាតែងតែបង្កើតអត្តចរិតមួយគឺវាអត់ធ្វើគេហៅថាសារវាអត់ធ្វើ market structure លោហៃប្រូច្បាស់លាស់ទេអញ្ចឹងវានឹងបង្កើតជាមួយគឺបង្កើតគេមកបាទកើតជាភាសា sideways បាទអញ្ចឹងយើងឃើញថានៅក្នុងតាមយុគមិញគឺវាកើតជាភាសា sideways បាទអញ្ចឹងយើងមកមើលបន្តទៀតយើងសុំមើល4ម៉ោងមុនបាទដល់ពេលដែលយើងកន្លែងមើល time frame 4ម៉ោងយើងឃើញមានការចាក់សក់ដូរនៅក្នុងកន្លែងនេះបាទព្រោះដោយសារអីបញ្ចូលនេះគឺជាកន្លែង order block ចាស់ហើយនឹងជា supply ចាស់របស់វាបាទអញ្ចឹងយើងឃើញថាវាចាក់សក់ដូរនៅកន្លែងហ្នឹងអញ្ចឹងបើសិនជាមានករណីថាការចាក់សក់ដូរបែបហ្នឹងគឺបងប្អូនrose demand ឃើញទៅបាទអញ្ចឹង demand កន្លែងនេះគឺយើងមាន1
បាទដែលវាឡើងទៅបាទយើងមាន demand គេហៅថា demand នៅក្នុង rally base rally ហ្នឹងបងប្អូនបាទណាកន្លែងហ្នឹងអញ្ចឹងយើងឃើញថាកន្លែងហ្នឹងគឺយើងរងចាំសូត្រអញ្ចឹងបើសិនជាក្នុងករណីថាវាឡើងទៅប៉ះនេះបន្តទៀតប៉ុន្តែមានការ break up បាទគឺបងប្អូនធ្វើការ sell តម្លាក់មកបាទ sell តម្លាក់មកបាទ sell យកមកនេះឬមួយបើសិនជាវាមានការ break out ទៅលើហ្នឹងbreak out ទៅលើហ្នឹងគឺបងប្អូនអាច hold រយៈពេលវែងបាទយក hold រយៈពេលវែងបាទអញ្ចឹងនេះវាអាចមកដល់ 4240 ប៉ុន្តែជាក់ស្ដែងខ្ញុំគិតថាឥឡូវវាអត់ដល់ទេនៅក្នុងសប្តាហ៍នេះវាអាចនៅចន្លោះ 4260 បាទដោយសារតែយប់នេះយើងមានព័ត៌មានសំខាន់មួយទៀតគឺ PPI បាទ PPI នៅក្នុងយប់នេះគឺមានមុំ7ដូចគ្នាបាទក៏ហមដូចគ្នាបាទអញ្ចឹងយើងត្រូវមានការប្រយ័ត្នប្រយែងបាទបងប្អូនបាទសារឥឡូវនេះគឺព័ត៌មានគឺវាមានច្រើនមែនទេហើយមិនទាន់បូករួមជាមួយនឹងព័ត៌មានសង្គ្រាមទេបាទអញ្ចឹងកន្លែងនេះគឺអ្វីមួយដែលយើងគួរតែរកកន្លែងលក់ណាតែបើសិនជាបងប្អូនបានមើលនៅក្នុងរបស់ខ្ញុំឬមួយក្នុង community របស់ខ្ញុំតែប្រាប់ថាបើសិនជាវាអាចប្រេកទៅលើ30ឬ35ឬ40ទៀតបងប្អូនអាច share បានដែរតែបើសិនបងប្អូនបាន share យូរមកអាហ្នឹងគឺយើងបាន profit ដែរប៉ុន្តែដោយសារតែឥឡូវនេះគឺទីផ្សារវាមានការជប់ឃ្លាំងបាទអត់ទាន់មានការជា scenario អីមួយទេប៉ុន្តែខ្ញុំនៅតែឃើញថាទោះបីជាផ្សារក្នុងរយៈពេល2សប្តាហ៍នេះវាមានការឡើងមែនទេប៉ុន្តែខ្ញុំនៅតែព្រួយបារម្ភកន្លែងចំណុច4460អញ្ចឹងសួរថាបើសិនជាមាននៅចន្លោះ4460វាអត់មានការឡើងចុះវាអត់មានការឡើងបន្តទៀតទេមានអាចមានការធ្លាក់ខ្លាំងបាទដោយសារតែការរងសម្ពាធទៅលើវិបត្តិនយោបាយសង្គ្រាមអីផ្សេងៗអញ្ចឹងយើងចាំតាមដានដល់នេះថាមាសក្នុងថ្ងៃទី13ហ្នឹងតើវានឹងទៅណាបាទអញ្ចឹងទិសដៅជាក់ស្ដែងហ្នឹងខ្ញុំនៅឃើញថាទិសដៅវាគឺវាអាចនឹងសឹមចុះសិនបាទនៅក្នុងព្រឹកម៉ោងអាស៊ីហ្នឹងប៉ុន្តែបើសិនជានៅក្នុងម៉ោងអាស៊ីហ្នឹងវាអាច8ឡូហ្នឹងបាទ4360ឬ4380វាអត់4370បើសិន18ឡូនឹងបានគឺមាននឹងធ្វើការ pullback បាទវានឹងមានការ pullback ហើយវានឹងឡើងមកតង់ទៀតវាមានការចុះហើយវាមានការ pullback ក្នុងជួនបើសិន break out ហ្នឹងបងប្អូនវានឹងឡើងទៅហើយបង្កើត new high បាទទីទូទៅគឺមានតែអញ្ចឹងបាទអញ្ចឹងយើងត្រូវតាមដានដល់គ្នាពិសេសគឺតាក់ទងនឹងបញ្ហាសង្គ្រាមតាក់ទងនឹងបញ្ហាវិបត្តិនយោបាយនិងភូមិសាស្ត្រនយោបាយពិសេសគឺអារ៉ុបហើយជាមួយនឹង Fed បាទឥឡូវនេះគឺយើងត្រូវតាមដានតាក់ទងនឹង Fed ផងដែរបាទអញ្ចឹងសូមអរគុណច្រើនខ្ញុំមានតែប៉ុណ្ណេះទេបាទអញ្ចឹងជួបគ្នានៅថ្ងៃស្អែកដដែលបាទអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់អីហើយបើសិនជាបងប្អូនគិតថាមានចុះឬឡើងបងប្អូនអាច comment ខាងក្រោមបានបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ